បាទសាច់គោឆឹងចង់យើងទៅញ៉ាំជាមួយនឹងតកួនក៏បានជាមួយនឹងតសក់ចេះក៏បានដែរឆ្ងាញ់ដូចគ្នាអញ្ចឹងញ៉ាំលេងជុំគ្នានិយាយពីថាញ៉ាំឡើងជក់មាត់ហ្មងប្រហិតហ្នឹងគឺយើងយកទៅបំពងឲ្យវាឆ្អិនអញ្ចឹងរបៀបឆឹងប្រហិតហ្នឹងដំបូងគឺយើងក្លោចស្ករត្នោតឲ្យក្រហមបន្តិចសិនណាបន្ទាប់មកចាក់ទឹកសៀងចូលទឹកសៀងចូលឡើងពី3ត្រឡប់ហើយបន្ទាប់មកយើងចាក់សាច់គោចូលមកប្រហិតសាច់គោដែលយើងបានបំពងឆ្អិនហ្នឹងណាយើងឆាសាច់គោហ្នឹងជាមួយទឹកសៀងជាមួយសាច់គោហ្នឹងឲ្យវាចូលជាតិគ្នាបានល្អឆាចុះឆាឡើងឲ្យវារៀងដាច់តឹងតិចទៅពីឆាចុះឆាឡើងហើយយើងអាចបន្ថែមជាមួយនឹងម្ទេសទៀតបានម្ទេសឆាក៏បានម្ទេសហុយក៏បានដែរដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទៅចូលចិត្តហឹលប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅចំពោះប្រហិតឆឹងនេះបងប្អូនចង់ធ្វើប្រហិតអីក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំធ្វើតែប្រហិតសាច់គោទេដោយសារតែផ្ទះខ្ញុំញ៉ាំតែប្រហិតសាច់គោអញ្ចឹងប្រហិតឆឹងរបស់ខ្ញុំហ្នឹងបានឆ្អិនរួចរាល់ហើយខ្ញុំក៏ដួសដាក់ចានហើយក៏មានជាមួយនឹងទឹកសក់ទៀតណានិយាយពីថាតំណងមែនតែនទឹកសៀងដែលនៅសងខ្ទះហ្នឹងយើងចាក់ចូលឲ្យអស់មកខ្ញុំក៏បន្ថែមជាមួយនឹងម្ទេសហុយទៀតមើលទៅឲ្យវាឡើងក្រហមល្អតំណងមែនតែនការបុណ្យចូលឆ្នាំខាងមុខនេះបើអត់ដឹងថាធ្វើអីញ៉ាំជុំគ្នាទេអាចធ្វើមួយមុខនេះញ៉ាំលេងបាននិយាយពីថាញ៉ាំជក់មាត់មួយមុខនេះងាយស្រួលធ្វើមែនតែនសម្រាប់ទឹកសៀងដែលខ្ញុំលាយមិញហ្នឹងមានទឹកសៀងទឹកប៉េងប៉ោះទឹកម្ទេសទឹកប្រេងខ្យងម្សៅស៊ុបហើយលាយទឹកហើយច្របល់ឲ្យចូលជាតិគ្នាទៅហើយសម្រាប់ម្ទេសវិញដាក់ម្ទេសហុយក៏បានម្ទេសឆាក៏បានដែរនិយាយទៅឆ្ងាញ់ដូចគ្នា